นี่คือជាសកម្មភាពកាត់ស្មៅជំរះក្នុងភូមិដើម្បីយកស្មៅទៅឲ្យគោបរិភោគនេះគឺជាសកម្មភាពកាលពីវីដេអូឆ្នាំមុនកាលពីឆ្នាំមុនគឺកន្លែងនេះមិនទាន់មានចាក់បេតុងនៅឡើយទេតែរយៈពេលប្រហែលខែនេះយើងចាប់ផ្ដើមចាក់បេតុងធ្វើជាដំណាក់សម្រាប់ស្រីល្អថ្វាយព្រះយើងដឹងហើយថាដំណាក់នៃព្រះគឺមិនមែននៅលើផែនដីនេះទេហើយវាយើងអាចនិយាយបានថាទ្រង់គង់នៅគ្រប់ទីកន្លែងគង់នៅក្នុងដំណាក់នៃទ្រង់ចូលគឺយើងរកគ្នាដែលទ្រង់បានបង្កើតទ្រង់យាងមកគង់ក្នុងនោះវិញព្រោះថាអ្វីដែលទ្រង់បានធ្វើគឺទ្រង់មកគង់នៅក្នុងវត្តនោះដោយព្រះអង្គទ្រង់វិញហើយសារនាទីខ្លីយើងនឹងបន្តនៅថ្ងៃក្រោយទៀត